Bạnនេះ iPhone 11 Pro Max ធ្វើការបុកភាគរយថ្មបាទថ្មគាត់មិញទៀតឥឡូវតម្លើងភាគរយថ្មដើម្បីកុំឲ្យលោតសវីមិញថ្មប្រកាស78ទេបាទឥឡូវយើងខែធ្វើការតម្លើងដើម្បីឲ្យវាឡើងទៅខ្ពស់កុំឲ្យលោតសវីកុំឲ្យប៉ះពាល់ដល់ម៉ាស៊ីនរបស់យើងទៅពេលដែលយើងលេងហ្គេមលេងបើសិនតែវាលោតសវីវាអត់ smooth ទេអញ្ចឹងបងប្អូនអាចយកមកតម្លើងបានហើយការតម្លើងវាមិនពាក់ព័ន្ធប៉ះពាល់អីដល់បញ្ហាថ្មយើងអីអត់ទេគឺធ្វើឲ្យម៉ាស៊ីនយើង smooth ជាងមុនដើរលឿនជាងមុននៅពេលដែលយើងតម្លើងភាគរយថ្មណាតែបើយើងអត់ឡើងទេកន្លែងភាគរយថ្មលោតសវីហើយអញ្ចឹងពេលយើងលេងហ្គេមលេងអីវាបញ្ហាដើរស្រួលហើយលើការតម្លើងភាគរយថ្មនេះគឺអត់មានប៉ះពាល់ទាំងអស់សម្រាប់ម៉ាស៊ីនបាទគាត់ថាយើងតម្លើងនេះតម្លើងការពារកុំឲ្យពេលយើងលេងអីវាលោតស្អាតសញ្ញាក្រហមមកបញ្ជាក់ថាយើងថ្មរបស់យើងមានបញ្ហាអីចឹងណាហើយលើការតម្លើងគឺធានាគុណភាពនិងតម្លៃជូនបាទ11 Pro Max បាទហើយនេះ version 14 17.4 បាទ version ចុងក្រោយនេះបាទអរគុណបាទនេះ iPhone 11 Pro Max ធ្វើការបុកភាគរយថ្មបាទថ្មគាត់មិញទៀតឥឡូវតម្លើងភាគរយថ្មដើម្បីកុំឲ្យលោតសវីមិញថ្មប្រកាស78ទេបាទឥឡូវយើងខែធ្វើការតម្លើងដើម្បីឲ្យវាឡើងទៅខ្ពស់កុំឲ្យលោតសវីកុំឲ្យប៉ះពាល់ដល់ម៉ាស៊ីនរបស់យើងទៅពេលដែលយើងលេងហ្គេមលេងអីបើសិនតែវាលោតសវីវាអត់ smooth ទេអញ្ចឹងបងប្អូនអាចយកមកតម្លើងបានហើយការតម្លើងវាមិនពាក់ព័ន្ធប៉ះពាល់អីដល់បញ្ហាថ្មយើងអីអត់ទេគឺធ្វើឲ្យម៉ាស៊ីនយើង smooth ជាងមុនដើរលឿនជាងមុននៅពេលដែលយើងតម្លើងភាគរយថ្មណាតែបើយើងអត់ឡើងទេកន្លែងភាគរយថ្មលោតសវីហើយអញ្ចឹងពេលយើងលេងហ្គេមលេងអីវាបញ្ហាដើរស្រួលហើយលើការតម្លើងភាគរយថ្មនេះគឺអត់មានប៉ះពាល់ទាំងអស់សម្រាប់ម៉ាស៊ីនបាទគាត់ថាយើងតម្លើងនេះតម្លើងការពារកុំឲ្យពេលយើងលេងអីវាលោតស្អាតសញ្ញាក្រហមមកបញ្ជាក់ថាយើងថ្មរបស់យើងមានបញ្ហាអីចឹងណាហើយលើការតម្លើងគឺធានាគុណភាពនិងតម្លៃជូនបាទ11 Pro Max បាទហើយនេះ version 14 17.4 បាទ version ចុងក្រោយនេះបាទអរគុណបាទនេះ iPhone 11 Pro Max ធ្វើការបុកភាគរយថ្មបាទថ្មគាត់មិញទៀតឥឡូវតម្លើងភាគរយថ្មដើម្បីកុំឲ្យលោតសវីមិញថ្មប្រកាស78ទេបាទឥឡូវយើងខែធ្វើការតម្លើងដើម្បីឲ្យវាឡើងទៅខ្ពស់កុំឲ្យលោតសវីកុំឲ្យប៉ះពាល់ដល់ម៉ាស៊ីនរបស់យើងទៅពេលដែលយើងលេងហ្គេមលេងអីបើសិនតែវាលោតសវីវាអត់ smooth ទេអញ្ចឹងបងប្អូនអាចយកមកតម្លើងបានហើយការតម្លើងវាមិនពាក់ព័ន្ធប៉ះពាល់អីដល់បញ្ហាថ្មយើងអីអត់ទេគឺធ្វើឲ្យម៉ាស៊ីនយើង smooth ជាងមុនដើរលឿនជាងមុននៅពេល